Và sự sớm đây là mình nhưng mà chỉ vì system administrator ta system administrator nó cứ chỉ với hay cái class năng anh có càng cái class trong môn nhung dạy cho đó system administrator nó cứ chỉ với complete và bộ cho subscribe like video với nhầm hóng tức là system admin cứ chỉ để chúng mình khang IT để có control từ data năng userในขนมไปเยอะไอ้จำเนียนที่ก็จะใช้ทั้งที่mỗiคือเนียนtừ về đó ấy trong ấyจำเนียน Windows Server thì có Linux Server trên trườngไอ้ที่bí từ network có thểใช้ได้trong có thể từng VPNใช้ได้chứนะที่bảyคือการเรียกจำ server trong server bên nhiên thời gian nhânตาราง server chỉ AD กับ OU หรือกับ A.cc ចឹងណាtrên monitor ហើយនឹងទៅដល់ប្រព័ន្ធសុវត្ថិភាពរបស់ server តើប្រព័ន្ធសុវត្ថិភាពរបស់ server ហ្នឹងវាមានកម្រិតណាអញ្ចឹងណាហើយទី4នេះក៏គាត់ត្រូវចេះ script ដែរអញ្ចឹងបើសិនជាលើ Linux server គឺយើង script ទាំងអស់ប៉ុន្តែបើលើ Windows យើងមាន interface ប្រើអញ្ចឹងនៅលើ Windows យើងអាចប្រើ script ខ្លះដែរហើយទៅដល់មួយចំណុចមួយទៀតគឺការទៅដល់មួយឯកសារផ្សេងៗឬក៏ការធ្វើរបាយការណ៍ផ្សេងៗ update ទៅលើប្រព័ន្ធ security របស់យើងមួយទៀតចំពោះការងាររបស់ system admin ធ្វើមានដូចជាការគ្រប់គ្រង user ការគ្រប់គ្រង data ការធានាសុវត្ថិភាពទិន្នន័យរបស់ server របស់យើងចំពោះ tool admin ដែលគាត់ប្រើទៅលើជំនាញរបស់គាត់ទី1គឺមានការតម្លើង OS ឬក៏តម្លើង server ថ្មីហ្នឹង OS មានដូចជា Windows ឬក៏ Linux អីចឹងទៅហើយទី2ការគ្រប់គ្រង network ហើយ service ចឹង network ហ្នឹងត្រូវមកឲ្យ server ស្គាល់ network ឲ្យ stable ជាមួយនឹង IP host អញ្ចឹងណាធ្វើជា public IP អញ្ចឹងទៅហើយមាន VPN មានអីចឹងណាហើយទៅដល់មួយ service គឺមានដូចជា AD ឬក៏ file server ឬក៏ OU ឬក៏ FOTA ឬក៏ file sync អញ្ចឹងទៅឬក៏ backup ហើយទៅដល់មួយទៀតប្រព័ន្ធសុវត្ថិភាពអញ្ចឹង Windows របស់យើងគឺត្រូវមាន license server អញ្ចឹងយើងត្រូវពី Visual របស់ Microsoft មកហើយមួយទៀតត្រូវមាន Antivirus ដែរហើយនៅសំខាន់មួយទៀតនៅក្នុងក្រុមហ៊ុនយើងត្រូវមានប្រព័ន្ធ firewall មួយឬក៏ hardware firewall អីចឹងទៅហើយទៅដល់មួយសុវត្ថិភាពទិន្នន័យគឺយើងត្រូវការ backup ជារៀងរាល់ថ្ងៃអញ្ចឹងយើង backup អាចទៅពីកន្លែងអញ្ចឹងទៅទី1យើងទៅ storage network យើងទៅហើយទី2យើងអាច backup ទៅលើ internal របស់យើងមួយដែរហ្នឹងហើយវីដេអូបន្ទាប់ខ្ញុំនឹងរៀបរាប់អំពី system admin ជាមួយនឹង IT support សូមចូលចិត្តវីដេអូនេះកុំភ្លេច like and share